ha nhưngមានអាស៊ីតអញ្ចឹងយើងចង់រកបាសឆ្លាស់របស់វាដកហាស់បូកចេញមួយទៅចេញជាបានយើងចង់រកអាស៊ីតឆ្លាស់របស់វាថែមហាស់បូកចូលមួយទៅចេញអាស៊ីតឆ្លាស់ហើយអញ្ចឹងបានបាសឆ្លាស់ដកហាស់ចេញពីអាស៊ីតមួយចង់បានអាស៊ីតឆ្លាស់បូកហាស់ចូលបាសមួយឃើញអញ្ចឹងវាគេសរសេររូបមន្តបាសឆ្លាស់របស់អាស៊ីតចំណែកឯលំហាត់ទី2គេឲ្យយើងសរសេររូបមន្តអាស៊ីតឆ្លាស់បោះបាសវិញម្ដងអញ្ចឹងធ្វើម៉េចបើយើងដឹងថាតើបាសឆ្លាស់វាមិនអាស៊ីតឆ្លាស់វាមិនអញ្ចឹងគ្រូមានតិចនិច2ខ្លីៗងាយយល់ងាយស្រួលទេអញ្ចឹងឧទាហរណ៍ថាយើងមានអាស៊ីតអញ្ចឹងយើងចង់រកបាសឆ្លាស់របស់វាដកហាស់បូកចេញមួយទៅចេញជាបាសឆ្លាស់ហើយបើយើងមានបាសយើងចង់រកអាស៊ីតឆ្លាស់របស់វាថែមហាស់បូកចូលមួយទៅចេញអាស៊ីតឆ្លាស់ហើយអញ្ចឹងយើងមកមើលលំហាត់យើងគេឲ្យសរសេររូបមន្តបាសឆ្លាស់របស់អាស៊ីតអញ្ចឹងមានន័យថាគេឲ្យមកជាអាស៊ីតទៅថាអត់គេត្រូវការបាសឆ្លាស់អញ្ចឹងយើងមកមើលបើអាស៊ីតត្រូវការបាសឆ្លាស់ដកហាស់ចេញអញ្ចឹងយើងមើលនេះអានេះគេហាស់anotherអញ្ចឹងចង់រកបាសឆ្លាស់របស់វាដកហាស់ចេញមួយមកអញ្ចឹង another បន្ទុកដំបូង0ត្រូវអត់អញ្ចឹងបើដកហាស់បូកចេញមួយមានន័យថាដកមួយចេញអញ្ចឹងបន្ទុកវាចេញដកមួយយើងមើលអាទី2ហាស់ 3o បូកអញ្ចឹងដើម្បីរកបាសឆ្លាស់របស់វាយើងធ្វើម៉េចយើងដកហាស់ចេញមួយទៅនៅសល់ហាស់2អូបន្ទុកដំបូងបូក1ដក1ចេញ0យើងអត់ចាំបាច់សរសេរទុកទេអញ្ចឹងតើតើមួយចំណុចកនេះគ្រូទុកឲ្យធ្វើជា homework វិញហើយយើងចូលលេខ2ម្ដងសរសេររូបមន្តអាស៊ីតឆ្លាស់បោះបាសអញ្ចឹងមានន័យថាគេឲ្យមកគឺជាបាសហើយយើងមកមើលដើម្បីរកអាស៊ីតឆ្លាស់បូកហាស់បូកបញ្ចូលមួយចេញអាស៊ីតឆ្លាស់ហើយអញ្ចឹងយើងមើលគេដាក់ហាស់ CO3 ដកអញ្ចឹងអាស៊ីតឆ្លាស់របស់វាគឺថែមហាស់មួយមកទៅជាហាស់2 CO3 ដំបូងបន្ទុកដកថែមបូក1ចូលបន្ទុក0អត់ចាំបាច់សរសេរឃើញអត់អញ្ចឹងអានេះហាស់ 2O ចង់បានអាស៊ីតឆ្លាស់ថែមហាស់បូក1ទៅជាហាស់3អូដំបូងបន្ទុក0បូកបន្ទុក1ទៅជាបូក1ទៅចំណែកគោលគ្រូទុកឲ្យធ្វើ homework ដូចគ្នាអញ្ចឹងតាក់ទងមួយវីដេអូហ្នឹងមានប៉ុណ្ណឹងចង់បានបាសឆ្លាស់ដកហាស់ចេញពីអាស៊ីតមួយចង់បានអាស៊ីតឆ្លាស់បូកហាស់ចូលបាសមួយឃើញអញ្ចឹង